សម្រាប់ខ្ញុំមនុស្សដែលគាត់មានការសង្ស័យមកលើខ្ញុំមិនបាច់ច្រើននេះឬគាត់អត់ទុកចិត្តខ្ញុំអត់ជឿជាក់លើខ្ញុំចាមិនគ្រប់អើម្លាយខ្ញុំនិយាយទៅមនុស្សដែលនៅជាមួយខ្ញុំគឺទី1ត្រូវតែស្មោះត្រង់ 100% ហ្មងណាអត់មានការគិតល្បិចឬក៏ស្អីជាមួយខ្ញុំគឺអត់ទេគឺត្រូវតែថ្លាជាមួយខ្ញុំគឺត្រូវថ្លាហើយរស់នៅជាមួយខ្ញុំជឿជាក់លើខ្ញុំគ្រប់ឲ្យតម្លៃខ្ញុំបើសិនជាខ្ញុំមានអារម្មណ៍ថាមនុស្សនឹងមិនឲ្យតម្លៃខ្ញុំមើងងាយខ្ញុំតែមិនតិចនិយាយទៅសូម្បីតែ 0.01% ក៏ខ្ញុំដើរចេញដែរអញ្ចឹងអ្នកខ្លះស្ដាប់មកថាអត់មានកំហឹងទេចាដូចខ្ញុំប្រហោះទៅបងប្រុសមួយនោះគាត់ខមមិនថាអរគុណហើយប៉ុន្តែនិយាយមកដូចល្អអញ្ចឹងតែនិយាយមកខឹងរហូតខឹងកន្លែងណាស្អីគេដែលខឹងត្រូវបែងចែកពាក្យខឹងហើយនឹងពាក្យត្រឹមត្រូវបានច្បាស់មនុស្សល្អអាគេធ្វើអាក្រក់ដាក់នៅតែនៅមួយគេមែនអាគេមើងងាយចង់ងាប់នៅតែរាប់អានជាមួយគេធម្មតាមែនអាហ្នឹងមែនដែលគេហៅថាយើងនឹងជាមនុស្សខ្ញុំប្រើពាក្យមកថាក្នុងផ្ទះកុំរស់នៅដូចឋាននរកពាក្យអាម៉ាត់នឹងធ្ងន់ណាស់ហើយមនុស្សរាល់ថ្ងៃច្រើនណាស់បងប្អូនគ្រួសារច្រើនមែនតែដែលរស់នៅក្នុងក្រុមគ្រួសារតែមួយតែឋាននរកប៉ុន្តែសួរថាគេដែរយល់ទេគេអត់ដែរយល់ចំណុចហ្នឹងទេគេអត់ដឹងថារាល់ថ្ងៃគេរស់នៅក្នុងឋាននរកផងហ្នឹងគេអត់ដឹងទេប៉ុន្តែខ្ញុំនិយាយខ្ញុំទៅសេចោលទៅខ្ញុំព្រួយជាការយល់ឃើញរបស់ខ្ញុំទៅសេទៅអ្នកណាគាត់យល់ក៏យល់ទៅអ្នកណាគាត់មិនយល់ក៏អត់ទៅ